បាទអូខេសួស្តីអ្នកទាំងអស់គ្នាបាទស្វាគមន៍កាលវិលត្រឡប់មកកាន់ channel របស់ខ្ញុំបានម្ដងទៀតណាបាទអូខេអញ្ចឹងថ្ងៃនេះគឺខ្ញុំមានវីដេអូថ្មីមួយទៀតដែលវីដេអូនេះគឺចង់បង្ហាញអ្នកទាំងអស់គ្នាទាក់ទងពីរបៀបបាទធ្វើឲ្យអ៊ីនធឺណិតរបស់យើងដើរលឿនបាទគឺសម្រាប់ប្រព័ន្ធ smart លេខ smart អញ្ចឹងគឺសម្រាប់បងប្អូនដែលគាត់ប្រើប្រាស់នៅប្រព័ន្ធ smart បាទគឺពេលដែលអ៊ីនធឺណិតដើរយឺតដើរ slow អីឬក៏អត់ដើរអីអ្នកទាំងអស់គ្នាអាចធ្វើតាមវិធីសាស្ត្រខ្ញុំបានណាបាទអញ្ចឹងអ៊ីនធឺណិត smart វានឹងដើរលឿនដូចធម្មតាវិញហើយដើរលឿនខ្លាំងជាងមុនទៀតបាទហើយវិធីសាស្ត្រនេះគឺខ្ញុំបានធ្វើការស្រាវជ្រាវរួចហើយខ្ញុំបានតេស្តរួចហើយបាទពិតជាលឿនមិនមែនបាទអញ្ចឹងវីដេអូនេះគឺបង្ហាញតាក់ទងពីរបៀបធ្វើឲ្យអ៊ីនធឺណិត smart ដើរលឿនខ្លាំងបាទសម្រាប់លេខ smart ប្រព័ន្ធ smart ណាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាដែលប្រើប្រាស់នៅប្រព័ន្ធ smart អ៊ីនធឺណិត smart អីពេលដែលបើកអ៊ីនធឺណិតទៅវាអត់ដើរបើអត់ដើរឬក៏ដើរ slow ឬក៏ដើរកៀងអីតាក់អីអាចមកវីដេអូខ្ញុំហើយធ្វើតាមការណែនាំរបស់ខ្ញុំទាំងអស់គ្នាណាបាទនោះអ៊ីនធឺណិត smart នឹងដើរលឿនបានធម្មតាវិញបាទអញ្ចឹងមុនខ្ញុំបង្ហាញសូមអ្នកទាំងអស់គ្នាដែលអត់ទាន់បាទចុចបាទ subscribe channel ខ្ញុំបានទេអាចធ្វើការចុចបានណាដើម្បីទទួលបានវីដេអូខ្ញុំបានបន្ថែមតទៀតហើយមួយវិញទៀតកុំភ្លេច share វីដេអូខ្ញុំមួយតគ្នាផងណាដើម្បីជាការចែករំលែកដល់បងប្អូនយើងផ្សេងទៀតឲ្យគាត់បានដឹងផងតកតងពីរបៀបឬក៏ technique ក្នុងការធ្វើឲ្យ internet smart របស់យើងដើរលឿនសម្រាប់អ្នកដែលប្រើប្រាស់ប្រព័ន្ធ smart លេខ smart ណាអូខេចឹងឥឡូវមកឲ្យខាត់ពីយូរយើងចូលទៅទស្សនាបងប្អូនគ្នាណាបាទតោះ let's go បាទអញ្ចឹងជំហានដំបូងដើម្បីធ្វើឲ្យ internet smart យើងដើរលឿនបាទអញ្ចឹងអ្នកទាំងអស់គ្នាអាចចូលទៅកាន់ setting មកបាទ setting ណាអូខេហើយបន្តមកទៀតបាទក្នុងវីដេអូនេះគឺខ្ញុំបង្ហាញតាក់ទងពីរបៀបចូលក្នុងប្រភេទទូរស័ព្ទ Samsung បាទប៉ុន្តែសម្រាប់ពពុះ Android មិនថា Oppo បាទ Realme បាទ Huawei ឬក៏ Tecno ឬក៏ម៉ាកផ្សេងទៀតទេ LG អីបាទហ្នឹងបាទការចូលគឺដូចគ្នាទេណាគាត់ខុសគ្នាតិចតួចទេបាទណាអូខេហើយលើក្រោយខ្ញុំបង្ហាញតាក់ទងពីរបៀបចូលក្នុង iPhone វិញម្ដងបាទណាអញ្ចឹងសម្រាប់ប្រភេទ Android យើងចូលដូចគ្នាទេគាត់ខុសគ្នាតិចតួចសម្រាប់Oppo Huawei Realme បាទ Tecno បាទឬក៏ម៉ាកអីផ្សេងទៀតឲ្យតែ Android យើងចូលទៅដូចគ្នាទេគាត់ខុសគ្នាតិចតួចទេណាបាទបន្តមកជាអ្នកទាំងអស់គ្នាមកដល់ចំណុចនេះអ្នកទាំងអស់គ្នាយកពាក្យថា connection ខាងលើណាបាទខ្ញុំបង្ហាញមួយទេអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទាន់នៅអ្វីដែលខ្ញុំបញ្យល់ណាបន្តមកទៀតមកដល់ចំណុចនេះអ្នកទាំងអស់គ្នានឹងឃើញពាក្យថា mobile network ណាខាងលើហ្នឹងចុចពឹបមកអូខេបន្តទៅដល់ចំណុចហ្នឹងហើយគឺអ្នកទាំងអស់គ្នានឹងឃើញនេះ network mode អញ្ចឹងវាមាន3ប្រភេទគឺមាន LTE ហ្នឹងមានន័យថា 4G 3G ហើយនិង 2G អញ្ចឹងកន្លែងហ្នឹងពេលអ្នកទាំងអស់គ្នាឃើញអញ្ចឹងហើយអ្នកទាំងអស់គ្នាមើលខាងក្រោមគឺវានិយាយថា access point name ណាចឹងអ្នកទាំងអស់គ្នាចុចកន្លែងហ្នឹងមកបាទវីដេអូនេះគឺខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាមួយអញ្ចឹងឲ្យអ្នកទាំងអស់គ្នាយល់សូមមើលវីដេអូនេះឲ្យចប់ណាបាទអ្នកទាំងអស់គ្នាយល់បើមើលតែបន្តិចអ្នកទាំងអស់គ្នាចេញគឺអត់យល់ទេអញ្ចឹងសូមមើលឲ្យចប់បាទណាបន្ទាប់ពីដល់ចំណុចហ្នឹងហើយខ្ញុំត្រឡប់ទៅក្រោយបន្តិចយើងចូលកន្លែង access point name បាទបន្ទាប់ពីដល់ចំណុចហ្នឹងហើយអ្នកទាំងអស់គ្នាក៏លេចមើលខាងលើនេះខាងស្ដាំហ្នឹងមានពាក្យថា add នេះ AWD ណា add AWD ជាអ្នកទាំងអស់គ្នាចុច add ហ្នឹងពុកមកបាទចឹងបន្តពីដល់ចំណុចនេះអ្នកទាំងអស់គ្នានឹងឃើញច្រើនបាទអូចុះក្រោមមកឃើញច្រើនណាវាមាន name វាមាន APN វាមាន proxy មាន port username និង password ហើយនិង server មានច្រើនទៀតបាទប៉ុន្តែអ្វីដែលអ្នកទាំងអស់គ្នាត្រូវធ្វើគឺមានតែពីរទេ name ហើយនិង APN ឥឡូវយើង select ចូល name ទាំងអស់គ្នាបាទអញ្ចឹងសម្រាប់បងប្អូនដែលប្រើនៅប្រព័ន្ធ smart ណាលេខ smart ពេលដែលអ៊ីនធឺណិតដើរ slow ឬក៏អត់ដើរតែម្ដងបាទពេលអ្នកទាំងអស់គ្នាចូលបណ្ដាចំណុចហ្នឹងហើយយក name ហើយអ្នកទាំងអស់គ្នាធ្វើការ set ឈ្មោះបាទប្រព័ន្ធទូរស័ព្ទដែលអ្នកទាំងអស់គ្នាប្រើណាបាទគឺ smart ហ្នឹងអញ្ចឹង smart ហ្នឹងគឺអ្នកទាំងអស់គ្នាសរសេរពាក្យអក្សរធំបាទអក្សរធំណាបាទ smart ហ្នឹងហើយ MART smart ណាអ្នកទាំងអស់គ្នាសរសេរពាក្យអក្សរធំ smart អញ្
ចឹងកន្លែងហ្នឹងគឺយើងសេពាក្យអក្សរធំដើម្បីយើងចាប់សបាស្មាតហ្នឹងហើយអ្នកទាំងអស់គ្នាយកពាក្យថាអូខេណាបាទព្រោះយើងវាយពាក្យ smart ដោយសារតែយើងប្រើនៅប្រព័ន្ធ smart បាទយើងយកពាក្យអូខេមកអូខេណាអ្នកទាំងអស់គ្នាអូខេពឹបបាទចឹងបន្ទាប់ពីអូខេហើយអ្នកទាំងអស់គ្នាក៏លេចឃើញនេះ name ឃើញពាក្យ smart ទេមានពាក្យ smart ហើយបន្តមកទៀតយើងចូលពាក្យថា APN បាទ APN កន្លែងហ្នឹងគឺអ្នកទាំងអស់គ្នាក៏វាយពាក្យ smart ដែរ APN ហ្នឹងគឺសំខាន់តែម្ដងព្រោះដោយសារតែយើងសិត APN ហ្នឹងដើម្បីឲ្យសេវាទូរស័ព្ទនៅក្នុងទូរស័ព្ទយើងចាប់ជាមួយអង់តែនរបស់ smart បាទជាមួយអង់តែន smart ដែលដាក់តាមអង់តែនតាមមួយហ្នឹងចាប់ជាមួយខាងអង់តែន smart ដើម្បីធ្វើអ៊ីនធឺណិតទូរស័ព្ទយើងវាដើរលឿនមានន័យថាយើង select សេវាចាប់ជាមួយខាងអង់តែន smart ណាចឹងកន្លែងហ្នឹងគឺអ្នកទាំងគ្នាវាយពាក្យ smart ដែរតែ smart គឺអក្សរតូចបាទនេះប៉ុណ្ណឹងណាគឺ smart អក្សរតូចហើយអ្នកទាំងអស់ជាពាក្យអូខេមកបាទចឹងកន្លែងហ្នឹងយើងធ្វើតែពីរទេបាទក្រៅពីហ្នឹងគឺខ្ញុំបាច់ធ្វើទេ proxy port username password ខ្ញុំបាច់ធ្វើទេណាធ្វើតែពីរហ្នឹងគឺ name ហើយនិង smart អ្នកទាំងគ្នាឃើញទេនេះឃើញទេមានពាក្យ smart បាទ APN smart ដែរឃើញទេបន្តមកទៀតយើងបានពីរហ្នឹងហើយអ្នកទាំងគ្នាកន្លែងមើលខាងស្ដាំណាអ្នកទាំងគ្នាឃើញត្រី3នេះខាងស្ដាំនៅពីលើទូរស័ព្ទយើងណាត្រី3ហ្នឹងចុចនឹងពឹបមកហើយអ្នកទាំងគ្នាកន្លែងឃើញពាក្យ save ហើយនិង discard ជើងអ្នកទាំងគ្នាយកពាក្យ save មកពាក្យ save ណា save ពឹបបាទ save ពឹបមកបន្ទាប់ពី save ពឹបហើយឃើញវាបាននេះអ្នកទាំងគ្នានេះបានទេចឹងពេលដល់បានlạiចំណុចហ្នឹងហើយអ្នកទាំងគ្នាគ្រាន់តែ tick លើវាមក tick លើ smart ហ្នឹងមកបាទ tick ចឹងមកណាបាទបន្ទាប់ពី tick ហើយអ្នកទាំងគ្នាចាក់ចេញវិញបាទចាក់ចេញវិញណារួចហើយអ្នកទាំងគ្នាធ្វើការបាទចុចប៊ូតុងបិទទូរស័ព្ទចុចតាមខ្ញុំណាបាទនេះចឹងពេលចុចទៅវាមានពាក្យថា turn off restart ហើយនឹង emergency mode អញ្ចឹងកន្លែងចំណុចហ្នឹងអ្នកទាំងគ្នាយកពាក្យថា restart ខាងក្រោមទៀតកន្លែងប៊ូតុងបបបេតងណាចឹងពេលចុចនឹងពឹបមានន័យថាយើង restart ទូរស័ព្ទហ្នឹងគឺយើងបិទទូរស័ព្ទអូតូនឹងបើកមកវិញអូតូបន្តមកទៀតចាំអ្នកទាំងអស់គ្នាធ្វើការតេស្តលើអ៊ីនធឺណិតឡើងវិញម្ដងទៀតណាបាទចាំអ្នកទាំងអស់គ្នាធ្វើការតេស្តលើអ៊ីនធឺណិតឡើងវិញម្ដងទៀតបាទអញ្ចឹងទៅប៉ុណ្្នឹងរួចជាការស្រេចបាទអញ្ចឹងនេះគឺជារបៀបឬក៏ technique ក្នុងការធ្វើឲ្យអ៊ីនធឺណិតបាទ smart របស់យើងដើរលឿនជាងមុនហើយដើរខ្លាំងជាងមុនទៀតបាទណាអញ្ចឹងមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាបាទហើយបើអ្នកទាំងអស់គ្នាមានចម្ងល់អីអាច comment សួរបានណាខាងក្រោមវីដេអូខ្ញុំបានហើយកុំភ្លេច share វីដេអូបន្តគ្នាផងណាដើម្បីជាការចែករំលែកសម្រាប់បងប្អូនដែលអត់ទាន់ subscribe channel ខ្ញុំបានទេអាចធ្វើការចុចបានណាដើម្បីទទួលបានវីដេអូខ្ញុំបានបន្តទៀតបាទអូខេចឹងខ្ញុំមានប៉ុណ្ណឹងបាយបាយបងប្អូនគ្នាបាទ